ធម្មសង្គាយានាសង្គាយានាទី1គឺថ្ងៃ1រោចខែស្រាបឆ្នាំម្សាញ់មុនគ្រិស្តសករាជបារាំង543ឆ្នាំក្នុងរាជ្យព្រះបាទអច្ជាតុសត្រូវព្រះចៅក្រុងរាជក្រឹស្នព្រះមហាក្សបត្ថេជាអ្នកសួរព្រះឧបាលិទ្ធេរៈជាអ្នកឆ្លើយនៅព្រះវិន័យនិងអនន្តថេរៈជាព្រះអនុជីដូនមួយនិងព្រះសម្ពុទ្ធហើយជាពហុសូតជាអ្នកប្រាជ្ញអធិប្បាយនៅព្រះសូត្រនិងព្រះអភិធម្មដែលគង់ព្រះជន្មនៅក្រោយព្រះពុទ្ធអង្គមានប្រជុំអរហន្ត500អង្គទេសនាសង្គាយានាព្រះត្រៃបិដក7ខែចប់ទុតិយសង្គាយានាសង្គាយានាទី2ព្រះពុទ្ធសករាជ100ត្រូវ443ឆ្នាំមុនគ្រិស្តសករាជបារាំងក្នុងរាជ្យព្រះបាទកាលៀមសោកព្រះចៅក្រុងវេសាលីឬបិសាលីព្រះអរហន្តទាំងឡាយមានព្រះយុសកាកន្ធបុត្តថេរៈនិងព្រះសិប្បកាមិថេរៈជាដើមបានរៀបធ្វើទុតិយសង្គាយានានិមន្តអរហន្ត700អង្គមកទេសនាព្រះត្រៃបិដក8ខែចប់តតិយសង្គាយានាទី3ព្រះពុទ្ធសករាជ235គឺ308ឆ្នាំមុនគ្រិស្តសករាជបារាំងក្នុងរាជ្យព្រះបាទធម្មាសោកព្រះចៅក្រុងបាទលិបុត្រព្រះអរហន្តទាំងឡាយ1000អង្គមានព្រះមោលិបុត្តតសត្ថេរៈនិងព្រះមច្ឆន្ទកត្ថេរៈជាដើមបានប្រជុំបានរៀបធ្វើតតិយសង្គាយានាព្រះត្រៃបិដកជាគម្រប់3ស្រេចក្នុងវត្តអសោការាម9ខែស្រេចអសោភារាមអសោការាមចតុដ្ឋសង្គាយានាសង្គាយានាទី4ព្រះពុទ្ធសាសនា238ថ្ងៃ15កើតខែកដឹក305មុនគ្រិស្តសករាជបារាំងក្នុងរាជ្យព្រះបាទទេវានំបយទិសៈព្រះចៅក្រុងលង្កាព្រះមហានហិន្ទថេរៈនិងព្រះមហាអរហន្តថេរៈបានប្រជុំធ្វើតតិយសង្គាយានាមានព្រះអរហន្ត60000អង្គក្នុងវត្តភូបារាមធូបារាមមួយឆ្នាំទើបចប់ព្រះត្រៃបិដកពុទ្ធសករាជ376គឺ367ឆ្នាំមុនគ្រិស្តសករាជបារាំងក្នុងរាជ្យព្រះបាទទុនតគិមានីអភ័យព្រះចៅក្រុងអនុរាជបុរីបានសាងព្រះវិហារមួយដ៏មហិមាមានប្រាសាទ9ហើយបានធ្វើបុណ្យធំឆ្លងព្រះវិហារនោះហើយបានដាក់ទានឲ្យអរហន្តជាច្រើនណាស់បច្ចមសង្គាយានាទី5ព្រះពុទ្ធសករាជ433គឺ110ឆ្នាំមុនគ្រិស្តសករាជបារាំងព្រះបាទវជ្ជគិមានីអភ័យក្រុងសង្កាប្រជុំធ្វើបញ្ចសង្គាយានាព្រះអរហន្ត1000អង្គឲ្យប្រែព្រះត្រៃបិដកជាភាសាសិង្ហុនសីលហភាសាហើយចារនិងស្លឹករឹតមួយឆ្នាំបានស្រេចរួចឲ្យទេសនាបាន12ឆ្នាំដល់ទ្រង់ព្រះជន្មទីវង្គតក្នុងរវាងពុទ្ធសករាជ956
413 ឆ្នាំមុនគ្រិស្តសករាជបារាំង ក្នុងរាជមហានាមព្រះចៅក្រុងលង្កាមានត្រកូលព្រាហ្មណ៍មួយរូបកើតក្នុងកណ្ដាលជម្ពូទ្វីបជិតដើមពោធិព្រឹក្សដែលព្រះសាមណគោតមបានត្រាស់ជាកណ្ដាលគឺនគរពារាណសីទៅនគរសាវត្ថីនិងនគររាជក្រឹស្នត្រកូលព្រាហ្មណ៍នោះប្រកបដោយតម្រេះប្រាជ្ញាខ្ពស់បានរៀនសិលសាស្ត្រប្រត្រៃបិដកដោយព្រះពុទ្ធអង្គព្រះរេវតថេរៈជាគ្រូបានដាក់នាមព្រាហ្មណ៍នោះជាព្រះពុទ្ធឃោសា គឺមានសំឡេងពីរោះដូចព្រះសម្មាសម្ពុទ្ធហើយចាត់ប្រើឲ្យនិមន្តទៅសម្ដែងគម្ពីរប្រត្រៃបិដកក្នុងក្រុងលង្កាសេចក្តីចម្លងនេះបានចារនឹងស្លឹករឹតជាភាសាមគធ ឬបាលី បានរក្សាទុករៀងមកដល់បច្ចុប្បន្ននេះ អ្នកប្រាជ្ញព្រះពុទ្ធឃោសាបានប្រែជាភាសាខេមរៈភាសារបស់យើងសព្វថ្ងៃនេះបានតាំងពីក្នុងជាន់អ្នកប្រាជ្ញនោះគិតមកដល់ឆ្នាំថោះសព្វស័កត្រូវនឹងគ្រិស្តសករាជ1915បាន1502ឆ្នាំហើយក្បួនវិជាកិច្ចការគ្រប់ជំពូកកើតមកពីប្រត្រៃបិដកបានជាធ្វើឲ្យយើងគិតរៀបតាក់តែងឲ្យបង្កើតជាវិធីសិក្សាប្រត្រៃបិដកដោយត្រឹមត្រូវឡើងវិញដោយយើងបានសម្រេចបញ្ញត្តិក្នុងព្រះរាជប្រកាសលេខ49ពីថ្ងៃសុក្រ12កើតខែទុតិយសាទឆ្នាំរកាឯកស័កព្រះពុទ្ធសករាជ2452ត្រូវនឹងថ្ងៃ15ខែឧសឆ្នាំ1909បង្កើតសាលាបរិยัតិជាន់ខ្ពស់បង្រៀនព្រះពុទ្ធសាសនាក្នុងក្រុងភ្នំពេញក្នុងឧបោសថព្រះកែវមរកតនិងសាលារៀនមួយទៀតនៅប្រាសាទនគរវត្តខេត្តសៀមរាបតែរបៀបក្នុងខេត្តនេះមិនបានសម្រេចព្រោះគ្មានបច្ច័យរៃដាក់មុខគួរឲ្យយើងស្ដាយជាពន្លឹកព្រោះជាចំណេះខ្ពស់ប្រសើរនៃលក្ខណៈវិជ្ជានិងទាំងឡាយអាចធ្វើឲ្យមានអ្នកប្រាជ្ញដូចមនុស្សពីដើមដែលចេះព្រះត្រៃបិដកបានតាក់តែងក្បួនផ្សេងៗទុកមកដល់យើងគឺត្រៃភូមិសំដែងអំពីទ្វីបទាំង3ជាឋានយើងឋានសួគ៌ឋាននរកត្រៃភេទសំដែងពីហេតុទាំង3មានបូជាយ៉ាញ់រុងរឿងនឹងក្បួនពេទ្យនឹងបានតែងច្បាប់ពុទ្ធចក្រព្រះវិបស្សនានិងកម្មដ្ឋាននិងក្រឹត្យវិន័យផ្សេងៗសម្រាប់មហាជនទាំងឡាយសាលាបរិยัតិព្រះត្រៃបិដកនៅនគរវត្តបានរៀបពិធីសម្ពោធនៅថ្ងៃអង្គារ14កើតខែភទ្របទឆ្នាំរកាឯកស័កពុទ្ធសករាជ2452ត្រូវនឹងថ្ងៃ28ខែសេតុមឆ្នាំ1909តែ2ឆ្នាំក្រោយមកបានលើកចេញព្រោះឥតសោហ៊ុយគ្រានោះមានសេចក្តីអត្ថាធិប្បាយពីរច្បាប់បានថ្លែងក្នុងឱកាសនោះគឺពីសម្ដេចព្រះមហាសង្ឃរាជសង្ឃនាយកទៀងនិងពីយើងមួយនោះយើងបានថ្លែងសេចក្តីថា49ថ្ងៃសុក្រ12រោចខែទុតិយាសាទឆ្នាំរកាឯកស័កពុទ្ធសករាជ2452ត្រូវនឹងថ្ងៃ13ខែឧសឆ្នាំ1909បង្កើតសាលាបរិยัតិជាន់ខ្ពស់បង្រៀនព្រះពុទ្ធសាសនាក្នុងក្រុងភ្នំពេញក្នុងព្រះឧបោសថព្រះកែវមរកតនិងសាលារៀនមួយទៀតនៅក្នុងប្រាសាទនគរវត្តខេត្តសៀមរាបតែរបៀបក្នុងខេត្តនោះមិនបានសម្រេចព្រោះព្រះចៅរៃដាក់មុខគួរឲ្យយើងស្ដាយជាពន្លកព្រោះជាចំណេះខ្ពស់ប្រសើរនៃលក្ខណៈវិជ្ជាទាំងឡាយ
អាចធ្វើឲ្យមានអ្នកប្រាជ្ញដូចជាន់ដើមពោលនេះដដែលទាសូមទ្រង់ព្រះមេត្តាប្រោសព្រះរាជករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិចោមចក្រពង់ព្រះចៅក្រុងកម្ពុជាធិបតីជាម្ចាស់ជីវិតដូចត្បូងសូមជម្រាបលោករើ Gouverneur-Général Claude-Bulbouski លោក Le Résident Supérieur Suisse élu មុននឹងបើកសាលាបរិយាព្រះបាលីនេះដែលទើបបង្កើតនៅអង្គរនេះទូលព្រះបង្គំជាខ្ញុំសូមក្រាបថ្វាយបង្គំថ្វាយទូលថ្វាយនិងសូមជូនសេចក្តីគោរពដោយប្រណិប័តពីអ្នកទាំងអស់ដែលបានមកជួបជុំនៅទីនេះជាតំណាងក្រុមសង្ឃក្រុមព្រះរាជវង្សានុវង្សនិងរាជការដែលទូលព្រះបង្គំជាខ្ញុំជាដើមខ្សែនៃនឹងបណ្ដារាជហើយសូមក្រាបបង្គំថ្វាយនិងសូមជូនសេចក្តីប្រកាសជាថ្មីដោយសុចរិតស្មោះសរពីយើងខ្ញុំគ្រប់គ្នាត្បិតមានបញ្ញត្តិមួយរាជការអស់មហាមន្ត្រីចូលចិត្តស្រុះស្រួលណាស់ហើយជាសំខាន់ទីបំផុតដែលទើបបានសម្រេចក្នុងផែនដីដ៏វិសេសរបស់ព្រះករុណាត្រូវនឹងថ្ងៃ13អូតជាន់ក្រោយបង្កើតសាលាបរិយាជាន់ខ្ពស់នៃព្រះពុទ្ធសាសនាមួយនៅក្នុងក្រុងភ្នំពេញនិងមួយនៅក្រុងមឿងចាស់ខ្មែរនៅអង្គរហើយតាក់តែងរបៀបសិក្សានេះនឹងឲ្យអ្នករៀនប្រឡងដោយត្រឹមត្រូវសេចក្តីសិក្សាដែលរកក្រណាស់ហើយអ្នកបួសនិងឧបាសកពុទ្ធសាសនាខេមរៈដែលកាន់ខ្ជាប់ប្រាថ្នារៀនឲ្យចេះព្រះត្រៃបិដកជាក្បួនព្រះសាសនាដែលព្រះពុទ្ធជាម្ចាស់បានទ្រង់សាងនេះជាបំពេញក្នុងក្រុងភ្នំពេញការដែលបង្រៀនក្នុងវត្តធំក្នុងក្រុងមឿងតែមិនបានរៀនច្បាប់ហើយគិតអន្តើមបណ្ដាជនឲ្យទៅនៅឯអង្គរដើម្បីនឹងឲ្យកើតសមនោគ្រួឲ្យកុះកឡើងវិញក្នុងតំបន់នោះដែលដើមឡើយជាមហារុងរឿងដូចមានប្រាសាទជាប្រសើរអស្ចារ្យដែលបែកបាក់នៅជាកសិណសពថ្ងៃនេះស្រាប់ហើយដែលយើងប្រាថ្នានឹងតាក់តែងឡើងវិញសេចក្តីប្រាថ្នារបស់យើងគឺគិតបង្វែរពីក្រុងសៀមដែលបង្រៀនបាលីក្នុងអាវាតរាជការបំណុតបំរុងបានជាធ្វើឲ្យសៀមកើតជាអ្នកមានតម្រេះវិជ្ជាប្រាជ្ញាភ្លឺស្វាងយើងគិតបង្វែរកុំឲ្យព្រះសង្ឃនិងឧបាសកខ្មែរទៅរៀនបំពេញបត្រៃបិដកជាប្រក្តីក្នុងក្រុងសៀមទៀតព្រោះនៅតែទៅគ្មានឈប់ដោយអ្នកស្រុកយើងគ្មានរោងរៀនព្រះត្រៃបិដកដែលរៀបជាត្រឹមត្រូវពីរាជការក្រុងកម្ពុជាបានស្គាល់ទុកជាប្រកាសនោះគ្មានព្រះពុទ្ធបញ្ញត្តិព្រះបរមគ្រូរបស់យើងដែលមានព្រះពុទ្ធសករាជតាំងពី2452ឆ្នាំនោះបានចារនឹងស្លឹករឹតច្រើនពាន់សាស្ត្រាដែលមានគម្ពីរខ្លះយកមកតម្កល់នៅមុខព្រះភ័ក្ត្រនៅនេះសម្រាប់ឲ្យរៀនចំណេះថ្នាក់លេខ1ដូចមានបញ្ញត្តិក្នុងរាជការប្រកាសរបៀបគម្ពីរនេះសម្ដែងពីព្រះសូត្រព្រះវិន័យនិងព្រះអភិធម្មជាសិលសាស្ត្រសម្រាប់ជួយបុរសទាំងឡាយឲ្យរីកចម្រើនចំណេះនិងតម្រេះប្រាជ្ញាសពគ្រប់ហើយឲ្យភាសាខ្មែរមានស័ព្ទបរិបូរណ៍និងពិរោះឡើងបើរៀនបានកាន់តែជ្រៅទៅតម្រេះប្រាជ្ញាក៏កាន់តែចម្រើនឡើងទៅកាន់សេចក្តីត្រឹមត្រូវព្រោះអត្ថកថានិងតម្រាយអនេកពន្យល់ពាក្យខ្ពស់ឲ្យនិងប្រយោជន៍ក្រៃលែងសឹងមានក្នុងសាស្ត្រវិសេសទាំងនោះជាភាសាសំស្ក្រឹតបាលីត្រូវរៀនប្រែមកជាភាសាខ្មែរយូរក្រែលក៏ប៉ុន្តែគង់តែរៀនចេះបានសម្រេចដូចយើងថារាជការបានគិតណេះពេញត្រូវណាស់ដែលបញ្ញត្តិឲ្យរៀនបាលីទុកជាត្រូវការបំពេញចំណេះសេចក្តីសិក្សាចំណេះព្រះនគរសម្រាប់អស់អ្នករាជការតទៅមុខឲ្យឆ្លាតស្ទាត់ហើយនឹងបង្ហាញក្បួនតម្រាមហាប្រសើរទាំងនោះឲ្យឃើញច្បាស់ឡើងបើរៀនចេះនិងយល់ភ្លឺប្រាកដហើយមាន
មួយថ្ងៃនឹងអាចលើកលែងបែកគ្នាជាពីរពួកគឺគណៈមហានិកាយនិងគណៈធម្មយុត្តិសព្វថ្ងៃនេះដើម្បីនឹងឲ្យមានតែគណៈមួយឲ្យត្រឹមត្រូវជាទីបំផុតនិងក្រឹតព្រះពុទ្ធសាសនាឲ្យពេញជាបរិសុទ្ធក្នុងកិច្ចពុទ្ធសាសនាទូលព្រះបង្គំជាខ្ញុំជាតំណាងរាជការនៃព្រះនគរដែលព្រះករុណាទ្រង់ជាអធិបតីជាមួយនឹងលោករើ Gouverneur Général និងលោក Le Résident Supérieur ទូលព្រះបង្គំជាខ្ញុំសូមឲ្យទទួលសេចក្តីដែលយើងខ្ញុំសោមនស្សដោយរុះរាន់សូមអំណរព្រះដៃជាគុណដោយគោរពនិងសុចរិតជាទីបំផុតដែលបានទ្រង់មេត្តាប្រោសស្ដេចជាងមកនិងអស់លោកបានអញ្ជើញមកលើកមុនជាកិត្តិយសពិធីបុណ្យនេះដែលខ្មែរទាំងអស់រាប់អានទុកជាមានតម្លៃធំណាស់និងកត់ធ្លាប់ទុកក្នុងបាក្សត្រក្នុងក្រុងកម្ពុជាធិបតីតទៅព្រះដៃជះដែលព្រះករុណាទ្រង់មេត្តាប្រោសឲ្យឃើញជាទីបន្ទាល់ក្នុងសម័យនេះនិងកុសលសិលទានដែលបានរៀបដាក់តែងពីបុណ្យនៅក្នុងឱកាសនេះបណ្ដាលឲ្យការប្រយោជន៍ខ្ពស់នេះបានសម្រេចដោយសេចក្តីប្រាថ្នាជាមហាប្រសើរដោយតទៅអនាគត